សួស្តីបងប្អូនសិស្សនិស្សិតចឹងថ្ងៃនេះលោកគ្រូសូមលើកយកមេរៀនទី2យកមកបង្ហាញចឹងមេរៀនទី2សិក្សាអំពីទីតាំងចឹងនៅក្នុងទីតាំងគឺមានក្នុងមានក្រៅមានឆ្វេងមានស្ដាំមានកណ្ដាលចឹងលើកមកសិក្សានេះចូលចំណុចលេខ1សិក្សាអំពីទីតាំងក្នុងនិងក្រៅចឹងក្នុងយើងមើលតាមរយៈរូបភាពតើបងប្អូនឃើញអ្វីនៃរូបភាពទី1នេះបាទចឹងឃើញត្រីមានអីនៅក្នុងហ្នឹងបាទចឹងមានថូសម្រាប់ដាក់ត្រីចឹងត្រីនៅក្នុងអីបាទត្រីនៅក្នុងកែវចឹងរូបភាពទី2បងប្អូនសង្កេតឃើញអ្វីបងប្អូនបាទចឹងរូបនេះគឺកាតាបហើយបាទសំទោសរូបនេះគឺកាតាបហើយរូបនៅក្បែរកាតាបគឺសិភៅចឹងសិភៅនៅក្រៅកាតាបឬក៏កាបូបបាទចឹងបងប្អូនអាចមើលតាមរយៈរូបភាពដឹងថាមួយណាក្នុងមួយណានៅក្រៅចំណុចបន្តគឺសិក្សាអំពីខាងឆ្វេងកណ្ដាលខាងស្ដាំបាទឥឡូវយើងមើលតាមរយៈរូបភាពមើលតើមួយណានៅខាងឆ្វេងមួយណានៅខាងស្ដាំមួយណានៅកណ្ដាលបាទចឹងម្រាមដៃចង្អុលនេះគឺទៅខាងឆ្វេងចំណែកចង្អុលនេះគឺនៅខាងស្ដាំហើយចំណែកដងខ្លួនយើងស្ថិតនៅកណ្ដាលបាទឥឡូវយើងមើលតាមរយៈរូបភាពនេះដែររូបភាពមានមនុស្ស3នាក់ចឹងម្នាក់នៅខាងឆ្វេងម្នាក់ទៀតនៅខាងណាបងអូនបាទនៅកណ្ដាលហើយចាំម្នាក់ទៀតនៅខាងណាខាងស្ដាំលេងចូលចំណុចបន្តបាទជាមើលរូបភាពនេះមើលរូបភាពអីបងប្អូនបាទរូបភាពកំពុងតែដើរចឹងដើរមនុស្ស2នាក់ចឹងបើមនុស្ស2នាក់មានអ្នកដើរខាងមុខហើយនិងអ្នកដើរនៅខាងក្រោយចឹងកុមារីដើរខាងមុខហើយកុមារាដើរបាទសំទោសកុមារីដើរខាងក្រោយហើយកុមារាដើរខាងមុខបាទចាឥឡូវរូបភាពបន្តចឹងរូបភាពនេះជារូបភាពអ្វីបងប្អូនបាទចឹងរូបភាពឡានចឹងឡានមាន2គ្រឿងចឹងឡានមួយនៅខាងមុខហើយឡានមួយទៀតនៅខាងក្រោយចឹងបងប្អូនអាចសម្គាល់បានមុខក្រោយណាជាងចូលចំណុចបន្តរូបភាពបន្តមានកុមារានិងកុមារីចឹងកុមារាធ្វើការអីបងប្អូនបាទធ្វើការបោះជំហានចឹងកុមារាបោះជំហានទៅមុខចំណែកកុមារីនេះគឺបោះជំហានទៅក្រោយចំណុចបន្តមួយទៀតយើងសិក្សាទៅលើលំហាត់ចឹងលំហាត់គេឲ្យយើងខុសរង្វង់នៅលើចម្លើយលំហាត់លេខ1សំណួរសួរថាតើរូបណានៅក្នុងបាទចឹងយើងមើលកឲ្យខតើរូបណានៅក្នុងបងប្អូនបាទរូបទី1គឺសត្វទន្សាយនៅក្នុងអីនៅក្នុងទ្រុងទី2គឺសត្វសេកបាទសត្វសេកនៅក្រៅទ្រុងតែក្នុងសំណួរគេសួរថាតើរូបណានៅក្នុងបាទរូបនៅក្នុងគឺរូបកអញ្ចឹងយើងខុសរង្វង់លើចម្លើយដែលត្រឹមត្រូវរូបទី2បាទរូបទី2គឺច្រាសដុសធ្មេញហើយនឹងថ្នាំដុសធ្មេញអញ្ចឹងយើងឃើញថាច្រាសនៅក្នុងអីបាទច្រាសនៅក្នុងកន្ត្រកចំណែកឯថ្នាំដុសធ្មេញនៅក្រៅអីនៅក្រៅប្រអប់អញ្ចឹងតើរូបពីរហ្នឹងមួយណានៅក្នុងចម្លើយកឬខបងប្អូនសាកទាយទៅមើលបាទគឺចម្លើយកត្រឹមត្រូវគឺច្រាសនៅក្នុងកញ្ច្រែងលំហាត់លេខ2
បាទលំហាត់លេខ2គេឲ្យយើងវងលើចម្លើយត្រឹមត្រូវដែរតើរូបណានៅក្រៅចឹងរូបកហើយនឹងរូបខតើរូបណានៅក្រៅបាទចឹងរូបទី1គឺអីពងនៅក្នុងសម្បុកទី2មន់នៅក្រៅអីនៅក្រៅទ្រូងចឹងតើបងអូនទូទាយមើលតើរូបមួយណានៅក្រៅបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយអក្សរខគឺមន់នៅក្រៅទ្រូងបាទរូបបន្តគឺកហើយខរូបកគឺផ្លែអីផ្លែឈើនៅក្នុងកន្ត្រកហើយរូបមួយទៀតគឺអីគឺចង្កេះនៅក្រៅប្រអប់ចឹងសំណួរគេសួរថាតើរូបណានៅក្រៅតើបងប្អូនទាយទៅមើលតើរូបណានៅក្រៅបងប្អូនកឬខបាទចម្លើយត្រឹមត្រូវគឺអក្សរខចឹងយើងវងលើចម្លើយដែលត្រឹមត្រូវបាទលំហាត់លេខ3តើរូបណានៅខាងឆ្វេងយើងមើលកគឺរូបឆាត់ខបាទខគឺរូបកៅអីយើងមើលមួយណាស្ដាំមួយណាឆ្វេងបាទអញ្ចឹងយើងមើលតាមរយៈដៃរបស់យើងអញ្ចឹងដៃខាងណាខាងស្ដាំយើងមើលទៅចំរូបហើយដៃខាងណាដៃខាងឆ្វេងបាទតើបងអូនទូទាយមកចម្លើយមួយណាត្រឹមត្រូវបាទចម្លើយដែលត្រឹមត្រូវរូបដែលនៅខាងឆ្វេងគឺរូបឆាតគឺចម្លើយកបាទឥឡូវយើងចូលលំហាត់បន្តរវាងស្បែកជើងប៉ាតានិងស្បែកជើងផ្ទាត់ជាងស្បែកជើងទាំងពីរមួយណានៅខាងឆ្វេងមួយណានៅខាងស្ដាំអញ្ចឹងបងប្អូនទាយទៅមើលតើរូបណានៅខាងឆ្វេងកឬខបាទចម្លើយដែលត្រឹមត្រូវគឺចម្លើយកឥឡូវយើងចូលលំហាត់លេខ3លំហាត់លេខ3គេសួរថារូបណានៅកណ្ដាលអញ្ចឹងរវាងសត្វទាំង3មានសត្វអីសត្វកង្ងានសត្វមាន់ហើយសត្វទាកខគោតើបងប្អូនអាចទាយទៅមើលតើរូបណានៅកណ្ដាលកខឬគោបងប្អូនបាទចម្លើយដែលត្រឹមត្រូវគឺអក្សរខបាទឥឡូវយើងមើលរូបបន្តរវាងផ្លែឈើចឹងផ្លែឈើកខគោចឹងបងប្អូនសុំទាយចម្លើយដែលត្រឹមត្រូវចម្លើយមួយណារូបណានៅកណ្ដាលបាទគឺអក្សរខគឺផ្លែអីបងប្អូនបាទផ្លែម្រះនៅកណ្ដាលបាទឥឡូវយើងចូលលំហាត់លេខ5គឺថារូបណានៅមុខបាទរវាងសត្វឆ្មាហើយនិងសត្វឆ្កែរូបណានៅមុខកឬខបងប្អូនបាទរូបដែលត្រឹមត្រូវហើយនៅមុខគេនោះគឺរូបអក្សរអីបងប្អូនបាទគឺរូបអក្សរខអញ្ចឹងយើងពងលើចម្លើយអក្សរខរូបបន្តគឺរវាងមនុស្សចាស់និងកុមារីអញ្ចឹងមនុស្សចាស់កុមារីក្នុងសំណួរគេសួរថាតើរូបណានៅមុខអញ្ចឹងកឬក៏ខបងប្អូនបាទគឺរូបក